វីដេអូប្លុកធ្វើដំណើរទៅលេងស្រុកកំណើតដើមមធ្យោបាយជិះម៉ូតូទៅជាលឹកដំបងក្នុងឆាជីវិតចង់ដឹងថាពីចម្ងាយពីភ្នំពេញទៅស្រុករបស់ខ្ញុំជិះម៉ូតូប៉ុន្មានម៉ោងតោះតាមដានទាំងអស់គ្នា Let's go ហើយខ្ញុំទៅស្រុកលឹកនេះផងដែរគឺខ្ញុំមកជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំតែខ្ញុំអត់ទាន់ស្គាល់ផ្លូវចឹងមកជាមួយគ្នាទៅចំពោះម៉ោងដែលខ្ញុំធ្វើដំណើរចេញមកពីភ្នំពេញមកគឺខ្ទង់ម៉ោង 10:40 នាទីជាងហើយជិះមកតាមផ្លូវហ្នឹងគឺឈប់បានមកបន្តិចទាំងប្អូននិយាយទៅគាត់តាជិះម៉ូតូមកត្មងឥឡូវផងដែរគឺខ្ញុំបានធ្វើដំណើរមកដល់ស្ពានអ្នកលើងហើយស្រុកកំណើតរបស់ខ្ញុំនោះគឺនៅខេត្តស្វាយរៀងតាំងពីព្រឹកគឺខ្ញុំអត់ទាន់បានហូបអីទេដោយសារតែខ្ញុំទើបតែចាញ់បរិញ្ញាហើយមកត្មងមកដល់កណ្ដាលផ្លូវក៏បានទិញដំប៉ៅមួយយកមកអង្គុយហូបនៅស្ពានអ្នកលើងបន្ទាប់ពីហូបនំហើយក៏បានឆ្លៀតថតទេសភាពនៅលើស្ពានផងដែរគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនពីភ្នំពេញទៅដល់ស្ពានអ្នកលើងគឺខ្ញុំជិះ1 ម៉ោងកន្លះអរយៈពេលប្រហែល15នាទីដែលពួកខ្ញុំបានឈប់សម្រាកនៅលើស្ពានឬក៏ធ្វើដំណើរទៅបន្តទៀតទីបំផុតពួកយើងបានមកដល់ទឹកដីខេត្តស្វាយរៀងហើយចំពោះផ្លូវនេះផងដែរគឺពួកយើងជិះតាមផ្លូវកាត់ហើយខ្ញុំក៏អត់ស្គាល់ផ្លូវដែរគឺបានមិត្តភ័ក្តិនាំផ្លូវចូលមកដល់ទឹកដីខេត្តស្វាយរៀងចំពោះផ្លូវថ្នល់ផងដែរគឺមានទាំងផ្លូវកស៊ូនិងផ្លូវក្រហមហើយផ្លូវក្រហមនេះផងដែរជាសំណាងមេឃភ្លៀងបើមេឃភ្លៀងអីត្រូវប៉ាន់តែម្ដងបើក្រឡេកមកមើលទេសភាពនៅតាមផ្លូវក្រហមនេះគឺប្លែកខ្លាំងមែនទែននិយាយទៅផ្លូវនេះគឺខ្ញុំអត់ដែរស្គាល់ទេហើយលើកទី1ដែលខ្ញុំជិះហើយអរគុណមិត្តភ័ក្តិខ្ញុំផងដែរដែលនាំផ្លូវឲ្យស្គាល់គ្រប់ទីកន្លែងទីបំផុតខ្ញុំបានធ្វើដំណើរមកដល់ផ្លូវទៅផ្ទះរបស់ខ្ញុំហើយយូរបានជិះម៉ូតូម្ដងមានអារម្មណ៍ថាហត់ក៏ពិតមែនប៉ុន្តែស្រស់ស្រាយបើជិះឡានអីតយប់អីបានដល់ផ្ទះប៉ុន្តែនៅពេលដែលខ្ញុំជិះម៉ូតូទៅដល់ផ្ទះគឺមេឃភ្លឺហើយបានឃើញទេសភាពច្រើនទៀតហើយអ្វីដែលខ្ញុំរងចាំនោះគឺខ្ញុំបានធ្វើដំណើរទៅដល់ផ្ទះរបស់ខ្ញុំហើយគឺធ្វើដំណើរដោយសុវត្ថិភាពចេញពីភ្នំពេញម៉ោង 10:45 មកដល់ផ្ទះម៉ោង 2:18 នាទីគិតមកប្រហែលម៉ោងបងប្អូន